លោកស្រីលើបរិយារលាកទឹកក្តៅខណៈលោកហេងកំហៀងបង្ហើបប្រាប់ថារលួយសរសាច់មាជនឃើញហើយស្លុតចិត្តអាណិតលោកស្រីលើបរិយាយ៉ាងខ្លាំងបន្ទាប់ពីបានឃើញលោកហេងកំហៀងបង្ហោះវីដេអូទាំងកណ្ដាលយប់និងផ្ទុះកំហឹងព្រោះអាណិតភរិយាត្រូវរលាកទឹកក្តៅពេញដងខ្លួនឡើងក្រហមពងបែកខណៈលោកហេងកំហៀងបញ្ជាក់ប្រាប់ថាដោយកង្កែបត្រូវទឹកអំបិលរលួយសរសាច់មូលហេតុបណ្ដាលមកពីជាងធ្វើទឹកក្តៅទឹកត្រជាក់ធ្វេសប្រហែសជាក់ស្ដែងក្រោយឃើញបែបនេះមិនទុកចាំយូរលោកហេងកំហៀងចេញវីដេអូផ្ដាំទៅជាងទឹកក្តៅទឹកត្រជាក់មួយចំនួនមិនគួរធ្វេសប្រហែសបែបនេះទេសំណាងហើយដែលមិនត្រូវមុខភរិយាដោយលោកលើកឡើងថាសែនអាណិតប្រពន្ធខ្លាំងណាស់រលួយសរសាច់វីដេអូនេះផ្ដាំផ្ញើទៅណាបាទអ្នកដែលគាត់តទឹកតអីហ្នឹងបាទជាពិសេសអ្នកដែលគាត់បានធ្លាប់បានជួបកុំមានការធ្វេសប្រហែសឬក៏បែបណាថាឲ្យសោះបងប្អូនណាបាទនេះប្រពន្ធខ្ញុំជួបផ្ទាល់ហើយជាងជាងទឹកក្តៅត្រជាក់គាត់មកតទឹកហើយគាត់បើកទឹកអាកន្លែងក្តៅចោលទី1ទី2គាត់តហើយគាត់សូម្បីតែវិធីប្រើមូបិទបើកគាត់អត់ប្រាប់អីអត់ប្រាប់ដែរដល់ពេលគាត់មកពីថតវិញបងប្អូនហើយនេះបើកមកជាសំណាងឲ្យគាត់អត់រដងគាត់បាញ់ដាក់មុខអាទឹកកាជុំតែលើកនេះគឺបាញ់មកត្រឹមកទេនេះស្រោចបងប្អូនអើយអាលួយពេញខ្លួនឡើងក្រហមឡើងលក្ខណៈថាវាកាហាយពេញខ្លួនហ្នឹងដូចកែបត្រូវអំបិលចឹងបងប្អូនសាច់ខ្ចីផងហើយសាច់គាត់ដឹងស្រាប់ហើយសាច់អ្នកលក់លេគឺស្ដើងឃ្លៀកនេះលោកកំហុងទៅបងប្អូនណាអត់ទៅចេះម្ដងវាចេះម្ដងឃ្លៀកកំហុងខ្លាំងខាងនេះក៏ក្រហមដែរចេះម្ដងអីទេប៉ុន្តែពេលម្ដងទៀតអាក្នុងកែហ៎ឥឡូវណាបងប្អូនហើយសុំបីតែអារងម្នាក់កាន់ហ្នឹងក៏កូននេះដែររងម្នាក់កាន់ហ្នឹងក៏នេះបានជាងណាប្រចាំក្រុមហ៊ុនទេគាត់មកស្រែឲ្យតែមុនហ្នឹងគាត់ធ្វើឲ្យគាត់បើកទឹកក្តៅចោលហើយសូម្បីតែវិធីបើកទឹកហ្នឹងក៏គាត់អត់ប្រាប់យើងដែរអាបើកទឹកក្តៅទឹកត្រជាក់ហ្នឹងឥឡូវមានណាលុយសបាយជប៉ុនខ្ញុំអស់លេងបងប្អូនឡើងក្រហមខ្លាំងហ្នឹងណាកន្លែងដែលត្រូវទឹកក្តៅគឺក្រហមខ្លាំងកន្លែងដែលអត់ត្រូវគឺធម្មតាសធម្មតានេះបងប្អូនឡើងលាកអស់នេះហើយផ្សេងត្រូវធ្វើគេឃ្លៀកដៃនេះឡើងក្រហមហ្នឹងឃ្លៀកគាត់ឡើងក្រហមខ្លាំងកហ្នឹង